ទ្រង់ប្រាប់នឹងសិតតែរឿងសភាវៈដែលមានពិតគឺមានយ៉ាងហ្នឹងតែចេតសិកទាំងអស់នេះសរុបទាំងអស់ជាសង្កតធម៌ឃើញទេយើងអ្នករៀនជួនកាលយើងរៀនសូត្រឲ្យចាំទេតែយើងឲ្យយល់គឺតាមពិតគឺព្រះអង្គទ្រង់ប្រាប់មកថារូប28ចិត្ត89ដួងចេតសិក52ដួងនេះគឺជាសង្កតធម៌ឃើញទេតែសភាវៈពិតដែលជាសង្កតធម៌នេះគឺមានដូចអត់មានឃើញទេហើយពិបាកទ្រាំណាស់ហើយក៏មិនអាចបង្កប់បានជាបានដែរនឹងព្រះអង្គសម្ដែងជាទូទៅហើយតែប្រកបវិជាចង់ឲ្យសតិកើតអីណាអត់ទេអត់មែនទាំងមានសតិនឹងមកស្ដាប់ប្រកបតាមដែលយើងថាមានទេគ្រប់ទាំងអស់ព្រះអង្គចង់សម្ដែងថាធម៌ទាំងអស់ហ្នឹងវាស្ថិតនៅក្នុងសភាពជាអនិច្ចំមិនទៀងទុក្ខំអនត្តាដែលមានឯណាទៅបង្កប់បញ្ជាវាឲ្យកើតឬក៏ឲ្យរលត់ជាអីតាមទំនើងចិត្តរបស់យើងមិនមែនទេអត់មានទេសភាវៈទាំងអស់ហ្នឹងសិតតែវាតាក់តែងទៅតាមធម្មនិយមបច្ច័យគ្រប់គ្រាន់បរិបូរណ៍កើតឡើងក៏ទៅកើតឡើងកាលណាមិនគ្រប់គ្រាន់ទេគឺមិនមានកើតទេមិនតែវិជាបានទេមិនយើងវិជាថាសូមឲ្យសតិរលឹកត្រង់កន្លែងនេះត្រង់កន្លែងនោះទៅរួចទេឲ្យបញ្ញាដឹងត្រង់កន្លែងនេះឲ្យបញ្ញាដឹងត្រង់កន្លែងនេះទៅរួចទេវិជាអនត្តនេះប្រាប់ឲ្យយើងដឹងអញ្ចឹងដឹងថាហើយបើបរមត្តរូប28ចិត្ត89ចេតសិក52ដួងជារបស់មិនទៀងជាទុក្ខជាអនត្តាទេវាផ្ដល់សេចក្តីសុខឲ្យយើងបានដែរឃើញទេវាតែធម៌ទាំងអស់ហ្នឹងវាផ្ដល់ឲ្យយើងបានសុខទៀងទាត់ដែរអត់គឺអត់តលសោះព្រះអង្គសម្ដែងព្រះអភិធម្មហ្នឹងចង់ប្រាប់អញ្ចឹងតើប៉ុន្តែយើងដល់រៀនយើងក៏ទិញចាំអញ្ចឹងទៅក៏យើងមិនដែលបានគិតថាធម៌ហ្នឹងគឺព្រះអង្គចង់ប្រាប់ថាគ្មានមកឲ្យយើងបានសុខទេណាវាជាសង្កតធម៌ក្នុងសភាពមិនទៀងជាទុក្ខជាអនត្តាមានការបែកធ្លាយនិងការប្រែប្រួលទៅឃើញទេបងស្ដាយអញ្ចឹងតើតែសភាវៈដែលសុខមានសភាវៈដែលមិនមានទុក្ខមានសភាវៈដែលទៀងពិតប្រកបមានគឺព្រះនិព្វានជាអសង្កតធាតុអសង្កតធម៌យើងពោលអសង្កតធម៌វាមានពីរបើយើងពោលថាសង្កតធម៌វាមានពីរវាមានបញ្ញត្តិផងវាមានព្រះនិព្វានផងនឹងឯងកាលវិមុតក៏ដូចតែគ្នាវាមានបញ្ញត្តិផងវាមានព្រះនិព្វានផង